បាទសូមបញ្ជាក់សារជាថ្មីនៅក្នុងសប្តាហ៍នេះគឺពុំមានបេក្ខជនចូលរួមប្រកួតសមត្ថភាពទេប៉ុន្តែគឺយើងនឹងអញ្ជើញតារាស្រី3ហើយនិងតារាប្រុស3ដើម្បីបង្ហាញសមត្ថភាពនៅបទចម្រៀងដែលយើងនឹងចាក់ជូននៅវគ្គក្រោយផងដែរនៅពេលនេះសូមបង្ហាញជូនតារាប្រុសទី1របស់យើងបាទគឺបងប្រុសហេមពីទូជាស្នេហ៍លួចលៀងមានត្រឹមចិនស្មងទួងលះបងអង្គក៏មិនគ្រប់គ្រាន់ដឹងថាគ្រាចុងក្រោយខ្លួនឯងច្បាស់ជាគ្រួមគ្រាព្រោះខ្លួនមិនស្មើនឹងគេអ្នកនងមានលុយធ្វើអ្វីក៏បានចងចិនក៏លៀនឲ្យពុនរែកបងមានត្រឹមបេះដូងគេឲ្យអូនមិនអន់ឯងមិនអាចប្រជែងឈ្នះគេលើលោកនេះមិនអាចស្មានអ្នកស្មងដោយបងរងតឹងភ្នែកបងឈឺចាំនឹងដឹងទេឈឺព្រោះមិនស្មើគេឈឺមិនស្មើស្មងដែរតែអូនមិនបានព្រោះរូបកល្យានត្រូវការគ្រប់យ៉ាងសម័យនេះគេចាយលុយសម័យគេហឺហាសម័យបងឈឺផ្សាគ្មានអ្វីនឹងគេមានត្រឹមចិត្តស្មងចិនស្មងថែអូនមិនបានអរគុណបាទជំរាបសួរបាទជំរាបសួរហើយជំរាបសួរបងប្រុសអរិស្ថាបងស្រីគង់សុជាតិកតុហើយនឹងរលីនបាទហើយខ្ញុំសិតកតុគិតទៅឈ្មោះខ្ញុំថាដាក់ឈ្មោះនឹងកុំឲ្យដាច់សាច់ដែរនៅតែដាច់សាច់បាទចាចូលហើយហៅមិនឡើយសៃតុតែដល់សៃតុសំអ្នកកំ pl ទៀតដល់កតុអាសំវាអញ្ចឹងវាស៊ីមុខខ្ញុំនឹងទៀតហ្នឹងចាមែនតាមុខឲ្យដូចសអូចាហើយឈ្មោះខ្ញុំតសៃអត់ត្រូវទេបាទអត់មានអសតសៃហ្មងបាទតសៃតអត់ស្អោចេញតុបាទចាដើម្បីអសេសួរដើម្បីគេមិនបាច់អសេហ្មងគេបាត់រូបថតមួយថ្ងៃមួយហ្មងដល់ពេលអសេអង់គ្លេសបាទ K A T O ចេញកាតូវាមិនតែកាតូអត់ដឹងទៅសេមិនឈ្មោះខ្ញុំហ៎តែឈ្មោះខ្ញុំនៅក្នុងអសរបល័យច្រើនក្នុងធរអាច្រើនតតយ៉ាំប៉ែបាទឃើញទេបាទចេះធរអញ្ចឹងសេបល័យហ្មងចាអត់ទេឈ្មោះខ្ញុំក្នុងអសរបល័យច្រើនហើយក្នុងធរច្រើនពជ័យអីហ្នឹងមានច្រើនចាឲ្យតែសោតមានតតរហូតតគេគោះហ្នឹងតតិយ៉ាំពេធមមៀងកឆាមីចាតអត់ទេសរសើរហៅគាត់ក្រៅពេជ្រចាហៅពេជ្រពីមុនណាគឺគាត់ស្គមមែនទេហ្នឹងហើយពេលស្គមមិនមែនស្អាតដល់ឥឡូវទេភ្នែកឡើងធំភ្នែកលៀនណាតែលៀនក៏ហៅលៀនសំចាតែមិនដឹងថាពាក្យសម្ដីខ្ញុំជាការពិតអត់ខ្ញុំមិនដឹងដែរអត់ទេគេហៅជាងគំនាមមែនតាពីក្មេងខ្ញុំអញ្ចឹងមែនគេហៅថាម៉េចគាត់ដឹងខ្លួនគាត់គេហៅខ្ញុំមកភ្នែកលៀនអត់ទេមែនតាដល់ពេលមានសាច់ទៅឡើងឃើញភ្នែកលៀនអត់ទេតាមពេលមនុស្សប្រុសពេលតែធាត់តិចស្អាតកុំឲ្យស្គមពេកគាត់ទៅពេលស្គមចាប់កាមេរ៉ាចាប់មុខខ្ញុំតិចចេះឡើងចឹងហើយគាត់កាលហ្នឹងគាត់គ្រូបង្ហាត់រាំទៀតចាឡូយឲ្យសក់វែងទេសិតទៅស្គមណាមុខពេញទេគ្មានទេមានស្គមមុខជ្រុងហើយមិនបាច់និយាយច្រើនទេអ្នកខ្លះស្គមគេភ្នែកអត់សូវលៀនទេតែបង្ហាញលៀនអត់ជួយខ្ញុំធ្វើមិនចោះទូសុខសប្បាយសុខសប្បាយបងចារវល់ការងារច្រើនទេខែនេះខែនេះដូចអត់មានទេអញ្ចឹងហ៎ចាចប់អូចាំបានតារាយើងងាយស្រួលហៅមែនឥឡូវចុះបំផុតពីរដូវកាលហ្នឹងតែខែ10អីចាប់ដើមបាទស្រួលហើយបាទចា
តារាខែហ្នឹងមិនសូវរឹកទេដល់ពេលខែប្រាំងរៀងរឹកតិចចុះមានច្រៀងនៅកន្លែងណាទេពេលរាត្រីអីអត់ផងចាសម្រាប់ហ្មងបាទចាំប៉ុន្តែបាត់គាត់ចេញច្រើនបាត់បងពេជ្រច្រើនចេញមកល្បីខ្លាំងមកជាពិសេសដាក់បត់ដាក់ទំនៀមអត់ទេមិនថាតែយើងអ្នកនៅក្នុងសិល្បៈចូលចិត្តទេចាសូម្បីតែមហាជនចាទូទាំងប្រទេសកម្ពុជាយើងចារហូតបងប្អូនខ្មែរនៅក្រៅប្រទេសក៏គ្រប់គ្រងបើក្រុមគ្រួសារនេះខ្ញុំពេញទំហឹងតែម្ដងបងប្អូនខ្ញុំចូលចិត្តគ្រប់គ្នាឆ្លាញ់គ្នាស្លាប់ចុះថ្លៃអីហ្នឹងចាហ្នឹងមិនមែនចំណងជើងឡើយចាសូមឲ្យគាត់សាកបន្តិចបានទេចំណងជើងហ្នឹងគឺចំណងជើងបត់ដាក់ទំនៀមសូមមកឃ្លាណាអ្នកក្រោយចង់ស្ដាប់អត់ចង់សូមសម្លេងស្វាគមន៍ចាគាត់ចង់ភ្លេចប៉ារ៉ូលហើយអូបាទឲ្យគាត់តតងឲ្យបន្តិចបត់ហ្នឹងសៃមុំសំដែងទៅបាទហ្នឹងហើយចាឥឡូវតដើមឃ្លាតឲ្យសៃម៉ាប់ឡើងមកសិនមកតចឹងសំដែងឃ្លាអីបងទូអីចឹងឯងត្រូវអត់បត់ទៅទៀតណាអត់ឲ្យខ្ញុំខុសតែឯងចឹងតែវគ្គហ្នឹងបងទូប៉ះអត់កើតទេប៉ះទៀតហ្មងអត់ក្រោយចាបត់ទេអាបត់ហ្នឹងប៉ះទៀតបងធ្នមម្ដងទៀតបានទេមុននឹងគេចូលមកក្បែរជំនួសតំណែងស្អែកនេះបងនឹងខ្លាយជានាងផ្សេងនៅម្នាក់ឯងដូចខ្លែងដែលខ្សែលើវេហាព្យាយាមណាស់មែនទេត្រឹមសុំមេអោប៉ុននឹងជីវ៉ាបើអស់ចិនស្នេហាសុំតែមេត្តាប៉ុននឹងបានគេហើយទៅយកគេចង់អូនបងក៏មកគ្រប់យ៉ាងទៅសួនឲ្យអូនបានក្តីសុងធនតងអបរួយថៃស្រឡាញ់គ្នាឲ្យស្លាប់ចុងថ្លៃអរគុណបាទវែងចាព្រោះអត់អ្នកក្រោយចាដល់ពេលគាត់ជូនពរគេស្រឡាញ់គ្នាឲ្យស្លាប់ចាមានគាត់ថាអត្តន័យដូចជាដាក់ទោសខាងនារីនោះខ្លាំងពេកជូនពរតាបងប៉ុន្តែគាត់ថាជូនពររបៀបពយុភាសាឌឺបាទពយុភាសាប៉ុន្តែគាត់ជូនពរអញ្ចឹងក៏ល្អដែរជាស្រឡាញ់គ្នាស្លាប់ចុះថ្លៃស្រឡាញ់ដល់ចាស់ណាចាពយុភាសាដំបងគ្រូបរៀនរាំអញ្ចឹងហ៎ពីដើមមកខ្ញុំជាអ្នករាំមិនគ្រូបាទហើយក៏បរៀនដែរហើយក្រោយមកចាប់តាមពិតទៅការដំបងហ្នឹងគេមានតាមថ្នារបស់គេបងមិនថាខ្ញុំទៅចំនួនទី3ទេតាមពិតណាដល់ពេលខ្ញុំទៅហាត់ក្រោយគេប៉ុន្តែដូចខ្ញុំមានដងអញ្ចឹងបាទក្រោយមកទៅខ្ញុំបរៀនបងទាំងអស់ខ្លាយជាគ្រូគេតែមិនគ្រូវាថាដូចអ្នកបង្រៀនតពីគ្រូហ្វីលីពីនមកអញ្ចឹងបាទដល់ពេលបងអូនចាប់អាជីពជាអ្នកចម្រៀងជាវងជាក្រុមបាទជាក្រុមម៉ានអ្នកកាលហ្នឹង4អ្នក3កាលហ្នឹង4អ្នកបងចា MKS ក្រុម MKS ហ្នឹងហើយដល់ឥឡូវហ្នឹងជំនាញរៀងខ្លួនឯអត់នៅក្រុមទៀតទេរកស៊ីរៀងខ្លួនបាទចែករៀងខ្លួនណាបងចែកបងបាច់ចែកលុយវិញចែកការងារធ្វើរៀងខ្លួនហ្មងជំនាន់ហ្នឹងផ្សេងបងបត់សាវិល័យយោហ្នឹងបត់អ្នកណាគេនិពន្ធកាលហ្នឹងលោកពូមិញសុធីវ៉ាន់អូចាសាវិល័យចេះហេរ៉ូលីនសាវិល័យក៏យកសាវិល័យយ៉ាចាទីសិតតែជាបត់ដែលទទួលការគ្រប់គ្រងច្រើនចាជាពិសេសនោះខ្ញុំអត់សូវបានជួបបងពេជ្រទេចាតែភាគច្រើនជួបមកអ៊ំឯលោកប៉ាអ៊ំមកគាត់អត់ទៅស្រួលខ្លួនទេគាត់ទៅផ្ទះខ្ញុំចាហើយជួបគ្នានៅសាកបគោនេះខ្ញុំព្រលឹមឡើងជាងនៅសាកបគោហ្នឹងចាជួនកាលជួយអ្នកលក់សាច់ជ្រូកលក់សាច់គោជួយលក់គាត់ខ្លាំងពេកទេចាលក់បដាកឹបបដាចាអូនខ្ញុំអត់ចេះកឹបទេចាគ្រាន់តែយកដូចថាយកកឹបកូនកបាត់ជាចាលួចជាតិចចាកុំគីឡូបានមួយចានរួចលោកឡាក់ទៅឡើងមានប័ណ្ណចម្រៀងថ្មីទៀតទេចាកំពុងតែរៀបចំចេញទេបងបាទខ្ញុំផ្អាកប្រហែលជា4ខែឡើងតកែគាត់ថាឲ្យផលិតកម្មមួយទីដែរបាទ Sunday បង Sunday ចាអរគុណបងចាសម្រាប់បន្តិចសិនណាអរគុណច្រើនបាទតារាប្រុសទី2របស់យើងបាទគឺបងប្រុសសុវណ្ណមករាមាន
អ្នកណានៅក្នុងបេះដូងស្រីហេតុអ្វីក៏គេសំខាន់ឯរូបបងបានត្រឹមស្រណងបងគឺជាមនុស្សបានត្រឹមតែចិត្តការពិនស្នេហ៍អូនជានិច្ចទោះជាអូនមិនអាចភ្លេចគេគ្រប់ពេលវេលាកំព្រាដល់រងចាំអ្វីចូលថ្ងៃនៅថ្ងៃមួយបងសង្ឃឹមបានឈ្នះដួងចិត្តនៃអូអ្វីដែលរូបបងធ្លាប់បានភ័យព្រួយកុំឲ្យខ្លាយជាការពិតស្រវមិនគឺបងរងចាំតើចិត្តអូនយល់ចិត្តបងឬទេមានស្នេហ៍សុំចែកបេះដូងសុំអូនប្រណីមេត្តាកុំស្នេហ៍គេអីពិសីបំភ្លេចគេទៅណាអូនចំពួងមានស្ងួនបងហ៊ានហែកបេះដូងជូនស្រីចិត្តបេះដូងដូចភ្លើងឆេងរឿងងំរាល់ថ្ងៃណាថ្លៃចូលណៃបងនឹងស្លាប់ក្នុងភ្លើងស្នេហ៍អូនបើអត់ធន់ដូចបងនេះអូនកុំប្រាប់បងថាឲ្យបងកាត់ចិត្តអរគុណបាទយូរបាទយូរសួរអើយបែបភ័យហ៎បងភ័យផងឯផងភ័យគណៈកម្មការបាញ់ឬក៏រសារឡើងច្រៀងជាពិសេសភ័យឡើងច្រៀងផងគណៈកម្មការផងទាំងពីរព្រោះខ្ញុំឲ្យតែឡើងច្រៀងបន្តអញ្ចឹងគឺថាបាទបេះដូងចង់ខ្សោយហើយប្រូហាច់ភ្លេចតាមពិតទៅសើណាលោកវ៉ាន់សវណ្ណមករាទាំងរូបសម្រស់ស្អាតសង្ហាតែសង្ស័យលាក់ល្បិចអត់ទេចង់និយាយថាខ្ញុំសរសើរមែនតែច្រៀងក៏ពិរោះទៀតប៉ុន្តែក្នុងសប្តាហ៍ហ្នឹងអត់ត្រូវអញ្ជើញគាត់មកណ៎គាត់ត្រូវអញ្ជើញជាមួយបងទេព្រិនរ៉ូបងចាបងសំណាងចាជាសំណាងជាសំណាងហើយដល់ថ្ងៃនេះគេសិតតែក្មេងៗអញ្ជើញគាត់មកតែមែនមានន័យថាគណៈកម្មការអ្នកដឹកនាំកម្មវិធីចង់ធ្វើបាបខ្ញុំមែនមិនធ្វើបាបទេគ្រាន់ថាបងឯងចាស់ស្អាតចាស់ដែរនេះចឹងអត់ទេសំហាចង់ខ្ញុំចង់បានលើពាក្យហ្នឹងបាទតូចចិត្តជំនួសតាមពិតចាសៃតោខ្ញុំតូចចិត្តជំនួសតាមពិតអត់ត្រូវដាក់គាត់ថ្ងៃហ្នឹងឯងលោកមករាគាត់ហៅថាតំឡោកមែនតឡោកនេះចង់ថោកផ្តិលហ្នឹងធំណាមិនធម្មតាដល់ដាក់តឡោកផ្តិលហ្នឹងប៉ុន្តែគាត់ច្រៀងព្រោះគាត់ថាមុខមាត់យើងនេះថាវាពេញរូបពេញរាងមកទៅចាបងប្អូនគាត់ស្អាតទាំងអស់ហ្នឹងហើយគាត់ក៏សង្ហាដែរប៉ុន្តែគាត់រៀងតឡាន់បន្តិចដាក់ធំតែបងឃើញគាត់និយាយអញ្ចឹងទទួលយកបានទេអត់អីសមអរគុណប៉ុន្តែនឹងក្រៅសម្ដីខ្លាំងណាស់ចាក់ទឹកម្លេចទេដល់ពេលឡើងលើឆាកតែអញ្ចឹងឥឡូវបើថាសម្ដីគាត់ជើបងសុំជូនពរទៅបងតុកវិញទៅគាត់និយាយតែសារបងច្រើនបាទនិយាយអស់ពីចិត្តទៅទៅអ្នកនាងតុកបាទស្អីតុកក៏បានកាតុកក៏បានបាទដែលបានជូនពាក្យមកខ្ញុំមកហើយសរសើរដែរតែចង់កែផ្អាប់ដែរមិនសូវផ្អាប់ដែរហ្នឹងនិយាយអស់ណាគាត់ថាជាស្អីអញ្ចឹងមុខមាត់ស្អាតនិយាយការពិតបើអាយុហើយជា25ទេបាទ25ស្អាតអែម25បាទហើយចង់ឲ្យ5នៅមុខលេខ2នៅក្រោយអះតអត់ទេនិយាយអត់មានអីជូនពោតាមថងស្អាតមែនបាទប៉ុណ្្នឹងបានទេក៏បើបាញ់នេះឯងតឈប់បាញ់គ្នាទៅចាញទៅបាញ់ធ្វើអីចាមុខស្អាតមែន25ឆ្នាំមុនចាគេដល់ឥឡូវម៉េចឥឡូវស្រស់ស្អាតបែបចាស់ធម្មតាទេនៅក្មេងយើងអត់សូវចេះតុបតែងខ្លួនទេមើលណាយើងអត់តន់ល្បីចឹងណាដល់ពេលពិតចេះតុបតែងខ្លួនតែតុបតែងខ្លួនតាមបែបយុគសម័យនងចាដូចបងមករាអត់ទេស្អាតដែរស្អាតបែបវ័យចំណាស់ណាចាដូចបងឯងចឹងណាចឹងបានថាខ្ញុំតូចចិត្តណាមិនគួរ
បុយហៅបងឯងមកថ្ងៃហ្នឹងឯងព្រោះមើលណែបងឯងកលេចទៅខាងស្ដាំដៃបងឯងឆ្វេងដៃមើលអត់ទេខ្ញុំចង់ដែរដោយសារគាត់ថាមានបញ្ញាទីយ៉ាទីអីចឹងហ្នឹងមកទៅឲ្យខ្ញុំចាស់យកចាស់គ្នាឯងមិនអត់ទេលើថាបងបកែរាំហ្នឹងហើយអូរាំសាហាវណាចាមានក៏មានកម្មណាំស្រាយដែររាំតែទៅរាំក្លឹបណាបិទក្លឹបហ្នឹងមិនចឹងបងអត់តែទៅរាំវាយគ្នាព្រោះគាត់រាំចង្អេងចង្អាងចាដល់ចឹងទៅគេទៅបិទក្លឹបហ្នឹងឲ្យវាយគ្នាចានេះខ្ញុំមួយទៀតមិនទៅចានេះខ្ញុំចូលចិត្តមើលបងចាសវណ្ណមករាចាពេលដែលគាត់សម្ដែងនៅផលិតកម្មដូចថាក្រៅស្រុកចាជាមួយនឹងបងកែពេជ្រពិសីអីអញ្ចឹងទៅចាឃើញគាត់រៀងសង្ហាខ្ពស់មានសាច់តិចមែនប៉ុន្តែស្អាតចាធ្វើឲ្យគួរឲ្យចូលចិត្តគួរឲ្យស្រឡាញ់គួរឲ្យរាប់អានគួរឲ្យអីចានិយាយដល់សោះចង់ដើរតួជាចានារីការ៉ាអូខេជាមួយគ្នាចាមិនដែរទៅមករាដល់ពេលរលីនគាត់និយាយអញ្ចឹងសប្បាយចិត្តអូនតនេចេញយើងទៅយើងទៅញ៉ាំអីជុំគ្នាអីគេទៅ12នាក់ហ្នឹងមកវាអីគេចង់ដើរតួជានារីការ៉ាអូខេទៅដើរតួការ៉ាអូខេតួនារីការ៉ាអូខេអូយណែមុខហ្នឹងហើយបើសិនជាដើរតួជានារីការ៉ាអូខេគេមិនហៅចូលបន្ទប់ទេយើងនឹងនោះចាអរគុណបងមករាសម្រាប់សិនបងអរគុណបងបាទយើងសតតារាទី3របស់យើងសម្រាប់វគ្គនេះបាទគឺបងប្រុសបាទតារាជួយមកពីកូរ៉េបាទសូមជួយបងតូននិយាយកូរ៉េមួយបាទមិនមែនជាតារាខ្មែរយើងបាទទេសូមដល់រលីនចេះខ្មែរអត់ចេះទេចាបងគាត់ចេះតរលីនចាំមែនគាត់និយាយរលីននិយាយកូរ៉េមួយគាត់កូរ៉េតិចមើលអូនតែចាំខ្ញុំបកវិញអញ្ញើEnang Canada, what to Korean sekonda, macam deh, yang tu nanti dan spicy berapun dah semida. បងអើគាត់ចង់និយាយថាបងមកប្រទេសខ្មែរនេះបងដែរឃើញឆ្មាខំគ្នាដែរចាបងដែរឃើញឆ្មាខំគ្នាទេបងខ្មែរទៅអីបងខ្មែរទៅគាត់ស្ដាប់ណាតែបងខ្មែរទៅខ្ញុំអត់ចេះកូរ៉េដល់ចឹងខ្ញុំចេះតែខ្មែរចាដល់ពេលខ្ញុំអត់សូវប្រកែកនិយាយកូរ៉េចាដល់សួរខ្មែរទៅកូរ៉េចាមិញរលីនឲ្យទៅឯបកចាឲ្យខ្ញុំបកហើយចឹងគាត់និយាយកូរ៉េទៅខាងនោះគេអត់ចេះខ្មែរចាគាត់ស្ដាប់ចឹងគាត់និយាយកូរ៉េទៅចង់និយាយថាប្រែជូនបងប្អូនយើងនៅក្រោយនេះស្ដាប់អីចឹងហីចាខ្ញុំចង់ឲ្យគាត់ស្ដាប់ហើយចឹងបើគាត់និយាយកូរ៉េទៅកាន់គាត់ឲ្យខ្ញុំបកកូរ៉េទៅអីទៀតបាទហើយដើម្បីកុំឲ្យហត់បាទគឺគាត់ជាជនជាខ្មែរទេបាទទេឈ្មោះវិបុលបាទពាក់កណ្ដាលតារាដែរព្រោះថាធ្វើការខាងទស្សនាបដីបាទចាចាសុំទៅសារទៅកែរូបដល់ដូចអាទិត្យនោះទស្សនាបដីគេមុនបងស្គមឬក៏តាមតែថតឥឡូវពេលបត់ចេញបត់ការនឹងសាររបស់សាយហ្នឹងបាទចាបាទកាប់ពិតទៅតាំងពីកើតមកធំម្ដងតិចម្ដងតិចរហូតដល់ប៉ុណ្ណឹងតែអត់ដឹងថាទៅមុខទៀតនឹងធំជាងហ្នឹងឬក៏យ៉ាងម៉េចទេពួកក៏អត់ដឹងខ្លួនឯងដែរអត់តែក្មេងមកដល់ឥឡូវដែរអលៀកកលៀនអត់ស្រួលធ្លាប់តាជប់ឆ្ងាយចាអលៀករឿងរបស់ខ្ញុំតាពិធីករអីបាប់គ្រប់ពុតអត់តែមានពិធីករនឹងអីសួរចឹងនិយាយចេះសោះឆ្ងាយចឹងសុំសួរឆ្ងាយដែរបាទសុំសួរតិចមុខហ្នឹងទឹមធំឥឡូវឬក៏ទឹមឃើញបត់ Gangnam Style គេល្បីទៅថែមកាងចាអត់ទេបងអាហ្នឹងមុខហ្នឹងស៊ីនហ្មងមុខស៊ីនហ្មងចាមានចាក់ធម្មជាតិអត់មានចាក់ឲ្យធំគៀននេះទេអត់ទេបងអត់ទេធម្មជាតិចាខ្ញុំស្គាល់គាត់យូរហើយតាំងនៅទូចនិយាយទៅបាត់ភ័ក្រនាងខ្ញុំអញ្ចឹងគាត់អញ្ចឹងហ្មងសុំអាវ៉ែនតាចេញតិចបានទេបាទអូដូចមែនទៀតដល់ពេលដល់វ៉ែនតាចេញក៏សង្ហាដែរដល់ពេលពាក់វិញកុំឲ្យខូចកលីបបាទសូមជឿដល់ពេលបងប្រុសដល់វ៉ែនតានិយាយទៅស្អាតនៅកចាស្អាតនៅកវិញតែចិត្តខ្លួនឯងហ្នឹងស្រឡាញ់ថាគីឡូប៉ុណ្ណឹងឬក៏រូបរាងប៉ុណ្ណឹងឬក៏ឲ្យស្គមយីហ្នឹងចាប់បាត់ទៅចង់ឲ្យស្រកជាងហ្នឹងប្រហែលជា5គីឡូទៀតបងអូយកុំស្រកអីតែជប់លៀងពេកកុំស្រក Gangnam Style នៅល្បីណាកុំអាស្រកស្រកជាងហ្នឹង5គីឡូស្អាតទេព្រោះខ្ញុំស្គមអត់ស្អាតទេបងអត់ស្អាតមែនជឿខ្ញុំអត់ហុងស៊ុយទៀតអត់ហុងស៊ុយត្រូវហើយចឹងខ្សែមិនឲ្យចឹងឬមិនខ្លួនឯងឮចន្ទសាយគេនិយាយឲ្យនឹងបងដែលគាត់ចេះមើលគាត់ប្រាប់ថាអញ្ចឹងថាមុខខ្ញុំព្រោះស្គមនឹងអត់លុយហ្មងអត់ទេអូនឯងទៅពេលមើលក្នុងទទួលដូចដល់ពេលមើលក្នុងទទួលមើលចំកបណាចាប់គាត់តិចអូស្អាតណាស់ដូចគាត់អត់មានមាត់មិនទេមាត់ឡើងទូចដូចបិសាចបួមាត់ស៊ីនបងមាត់ស៊ីនបាទមាត់ស៊ីនអត់តន់តែអត់តន់តែគេថៃទេចូលចិត្តប្រើពាក្យហ្នឹងម៉េះអូនឯងចង់
មាត់រៀងធំជាងហ្នឹងតើអាសានិយាយដើមគេដោយពួកបងអូបងអត់ចេះនិយាយដើមគេមាត់នៅទូចឹងបែរតន់ស្គាល់និយាយថាគាត់អត់ស្កែនិយាយព្រោះអីគាត់ធ្វើនៅខាងទស្សនវិស័យផ្នែកដូចជា marketing ហ៎ចាផ្នែកទីផ្សារនិងផ្នែកលក់បងបាទផ្នែកទីផ្សារអត់ចេះនិយាយមិនកើតសិនតែបកាយនិយាយណាបងចេះបងនិយាយដល់បានលុយបាននិយាយបើនិយាយអត់បានលុយអត់និយាយលើឧទាហរណ៍បើយើងទៅជួបអតិថិជនមិនឧទាហរណ៍ទៅជួបអតិថិជនចាត់ទុកថាបងទាំងអស់គ្នាជាអតិថិជននិយាយមិន sponsor ទស្សនាវដ្តីនឹងហើយនិយាយថាមិនចឹងបាទនិយាយថាមិនអញ្ចឹងខ្ញុំចាប់ផ្ដើមពីបង្ជាតិវិញពីព្រោះអីគាត់មានហាងបង្ជាតិផ្សាយហាងគាត់នៅលើទស្សនវិស័យហ្នឹងហាងរបស់គាត់គឺហាងអ៊ុតសក់ចាបាទសុជាតិបាទសុជាតិបាទអូខេអញ្ចឹងទី1ខ្ញុំចាប់ផ្ដើមភាសាប្រាំងគេថាប្រេសង្តេចាបាទទី1គឺខ្ញុំត្រូវណែនាំខ្លួនមានសួរមិនបងមានសួរសិនជួបគ្នាតែថាខលនិយាយតាមទូរស័ព្ទចុះប្រេសង្តេហ្នឹងត្រូវចាប់ផ្ដើមគឺជំរាបសួរហើយបាទបាទអញ្ចឹងទី1ខ្ញុំត្រូវជំរាបសួរបើសិនបើខ្ញុំស្គាល់ឈ្មោះបងជាតិខ្ញុំស្គាល់គាត់ស្រាប់គឺខ្ញុំត្រូវហៅឈ្មោះគាត់ហើយចាតែបើខ្ញុំអត់ស្គាល់អាហ្នឹងខ្ញុំអត់អាចហៅបានទេហៅមិនស្គាល់ឈ្មោះបងជាតិបងឥឡូវចាប់ដើមហ្មងចាប់ដើមអូខេចាប់ដើមអញ្ចឹងចាប់ដើមទី1បាទជំរាបសួរបងជាតិជំរាបសួរអូនជើញជួយលេងអូនជើញជួយលេងអរគុណច្រើនបងបាទខ្ញុំឈ្មោះវិបុលបងខ្ញុំនៅខាងទស្សនាវដ្តីបាទថ្ងៃនេះខ្ញុំមកជួបបងដោយសារខ្ញុំគិតថាសេវាកម្មខាងផ្នែកអ៊ុតសក់បងវាពាក់ព័ន្ធជាមួយនឹងទស្សនវិស័យរបស់ពួកយើងគឺត្រូវមែនទែនដោយសារពួកខ្ញុំខាងផ្នែកម៉ូដហើយក៏ពាក់ព័ន្ធជាមួយនឹងភាពស្រស់ស្អាតនិងទាន់សម័យអញ្ចឹងខ្ញុំគិតថាប្រសិនបើជាបងចង់ឲ្យសេវារបស់បងកាន់តែមានភ្ញៀវច្រើននិងមានគេស្គាល់ច្រើនបងគួរតែធ្វើការសហការផ្សព្វផ្សាយជាមួយនឹងទស្សនវិស័យយើងខ្ញុំហើយពួកខ្ញុំនឹងជួយជំរុញបន្ថែមចំពោះភ្ញៀវកំណើនភ្ញៀវកាន់តែច្រើនចំពោះហាងបងដូចគ្នាអូនហ៊ានស្គាល់អត់ជាគាត់ឆ្លើយវិញថាអត់លុយខ្ញុំថាចែទឹកនេះតាក់ទាញខ្លាំងណាស់បកាយណាបងបើសិនជាអូនមកចាប់អារម្មណ៍បងដូចថាចុះផ្សាយនៅក្នុងទស្សនវិស័យរបស់បងអូនអញ្ចឹងរដូវកាលនេះគឺជារដូវកាលមួយដែលស្ងាត់អញ្ចឹងបងមានអារម្មណ៍ថាបងអត់ទាន់មានលុយផ្សព្វផ្សាយទេចាំដល់ពេលរដូវកាលមានលុយច្រើនតិចបងចំណាយអរគុណច្រើនណាអូនណាចាជំរាបសួរដល់ពុកម៉ែបងប្អូនជាផ្សេងគឺជនរួមជាតិនិងជនក្រៅជាតិសុំកំ pl បន្តិចបាទព្រោះកម្មវិធីនេះខ្ញុំគិតថាកម្មវិធីសប្បាយបាទដែលបានទស្សនានៅស្ថានីយទូរទស្សន៍ My TV ក៏ដូចជានៅតាមគេហដ្ឋានហើយក៏សូមជម្រាបសួរបងអិនស៊ីថារ៉ូលីនបងកុងសុជាតិរួមជាមួយនឹងបងកតុហើយរួមជាមួយនឹងពីកោទាំងពីររូបផងដែរបាទអូនៅពេលដែលចាពួកបងនិយាយខុសទាស់លើសលួសអីចាកុំបកាយប្រកាន់ពួកអីពួកបងនិយាយលេងនេះអូនណាកុំបកាយប្រកាន់យកពេលដែលយើងនិយាយផ្លូវការទាំងអស់គ្នាគឺផ្សេងដល់ពេលក្នុងកម្មវិធីគេតម្រូវយើងត្រូវតែសប្បាយណោះណាអត់ទេសរសើរមែនឲ្យតែអ្នកទៀបបកាយនិយាយណាហើយតែគាត់បកាយគាត់ជួបនេះខ្ញុំមិនផ្លែតគាត់ជួបតែមួយផ្លែតគាត់និយាយមកវិញថាអូយម្នាក់នេះឆ្លាតណាគាត់បកាយចាសាណាគេចេះរកមិត្តភក្តិត្រូវគ្នាហ្មងកម្ពស់សើបកាយនិយាយដូចគ្នារាប់អានជាង10ឆ្នាំហើយយកមុនទៅក្លឹបណានិយាយបងអត់ព្រមលូតកម្ពស់ដោយសារតែបងរាប់អានសាណាឬក៏មិនដែរខ្ញុំចាំសាណាព្រោះសាណាខ្ពស់ជាងខ្ញុំខ្ញុំខ្ពស់តាមសាណាដែរព្រោះសាណានិងខ្ញុំគឺអាយុស្មើគ្នាបាទតែមកខ្ញុំក្មេងជាង20ម៉ានដូចគ្នាបងមិនបាច់ប្រាប់ទេបងដូចគ្នា29ណា22បងហើយស្អីគេស្អីគេ22មានប្តីតាំងអាយុម៉ានកូន2ហើយនេះ410បងមាន410អូយងាប់ហើយចុះឆាប់មែនសាណាបាទហើយស្គាល់គ្នាដោយរបៀបណាដែរនៅចិត្តផ្ទះឬក៏មិនកាត់ទៅស្គាល់គ្នាតាមរយៈការរៀនហើយតាមរយៈពួកម៉ាក់បាទអូចាសុំទោសពេលដែលយើងនិយាយគ្នាយូរពេកឥឡូវសុំជួយចាប់នេះសัตว์ទីទុយមួយទៅដាក់សួនសัตว์យើងមករួចមកពីណាអញ្ចឹងលោកដូចសัตว์ទីទុយហ៎និយាយចាំវ៉ែនតាហ្នឹងត្រូវពាក់តាំងពីបើកកម្មវិធីប៉ុន្តែហ៊ានបាទដល់ឃើញបងប្រុសវិបុលមកពាក់វ៉ែនតាអញ្ចឹងពាក់ដែរចាំនិយាយយូរពេកខ្ញុំលួចគេងផ្លែអរគុណចាអរគុណចាអរគុណណាវិបុលចាចាំមិនគាត់កាំងណាំស្ទាយខ្ញុំកាំងណាំស្ទើយពាក់បានអរគុណបាទវគ្គក្រោយគឺជាសមត្ថភាពរបស់តារាគូទាំង6រូបរបស់យើងនឹងឡើងរាប់បទចម្រៀងផងដែរអញ្ញាសម្រាប់មួយ Pleasant